គោរពជំរាបសួរម៉ែឪបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដួងមេត្រីសូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរដោយរាល់ដងគឺខ្ញុំលើកយកនៅរឿងរ៉ាវជីវិតដែលប្រិយមិត្តរបស់យើងបានចែកម្លែកមកដើម្បីដំណើរបន្តទៅកាន់បងប្អូនទាំងអស់គ្នាអាចថាទុកជាបទពិសោធន៍ឬក៏ការគិតពិចារណាអីចឹងទៅហើយមុននឹងចូលទៅដល់សាច់រឿងខ្ញុំសង្ឃឹមថាបងប្អូននឹងបានជួយចុច Subscribe ហើយដាក់សញ្ញាកណ្ដឹងម្នាក់មួយសម្រាប់បងប្អូនប្រិយមិត្តអ្នកស្ដាប់របស់យើងមិនថាចាស់ឬក៏ថ្មីឬក៏បងប្អូនមួយចំនួនធំគឺលោកបានស្ដាប់ហើយក៏ប៉ុន្តែលោកមិនទាន់បានចាប់អារម្មណ៍ក្នុងការជួយចុច Subscribe អីចឹងទៅអញ្ចឹងបើសិនជាបងប្អូនឃើញថាមិនទាន់ជួយចុច Subscribe ទេហើយបើពេញចិត្តការដំណើររបស់ខ្ញុំណាកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងឯនេះគឺខ្ញុំនឹងលើកយកនៅរឿងរ៉ាវប្តីប្រពន្ធការតស៊ូមួយដែលខ្ញុំប្រហែលប្រាប់បងប្អូនដែរថារឿងមួយនេះគឺជារឿងមួយដែលខ្ញុំស្ដាប់ច្រើនដងមែនតើមិនន័យថាខ្ញុំស្ដាប់ម្ចាស់សាច់រឿងគាត់ដំណើរមកកាន់ខ្ញុំច្រើនដងមែនតើហើយក៏ជាមេរៀនជីវិតបទពិសោធន៍ដ៏ជូរចត់មួយដែលអញនិយាយថាស្ដាប់ហើយមិនខកបំណងណាហើយខ្ញុំពិតជាមានការស្ញប់ស្ញែងហើយការកោតសរសើរទៅដល់បងម្ចាស់សាច់រឿងទាំងពីរដែលគាត់មានការតស៊ូព្យាយាមហើយលទ្ធផលចុងក្រោយទៅជាយ៉ាងណានោះទោះបីជាជួបឬក៏បែកក៏ជារឿងមួយដែលបងប្អូនគួរតែគិតពិចារណាហើយនឹងព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ឲ្យបានចប់នៅសាច់រឿងមួយនេះអញ្ចឹងដើម្បីកុំឲ្យបងប្អូនតន្ទឹងរង់ចាំយូរខ្ញុំចូលទៅដល់សាច់រឿងរបស់យើងតែម្ដងសម្រាប់សាច់រឿងនេះផងដែរគឺមានតួអង្គចំនួន2នាក់ដែលខ្ញុំនឹងលើកយកមកដំណាលគឺតួអង្គប្រុសបងប្រុសដែលជាម្ចាស់សាច់រឿងគឺជាអ្នកដែលចែករំលែកនៅសាច់រឿងនេះផ្ទាល់ហ្មងគឺគាត់មានឈ្មោះថាចិត្តហើយបើប្រពន្ធរបស់គាត់វិញបងស្រីគាត់មានឈ្មោះថាបងពៅដែលពីរអ្នកប្តីប្រពន្ធគាត់នេះគឺចាប់ដៃគ្នាឬក៏អាចនិយាយបានថាបង្កើតគ្រួសារក្នុងនាមថាជាប្តីហើយនឹងប្រពន្ធហ្នឹងនៅកំឡុងប្រហែលជា1998ទៅ99គាត់ចាំមិនច្បាស់ណាបងប្អូនហើយកាលដែលគាត់ជួបគ្នាជាប្តីជាប្រពន្ធនេះគឺគាត់មិនបានរៀបការដូចគេទេដោយសារតែម្ដាយខាងប្រុសក៏មិនត្រូវខាងស្រីម្ដាយខាងស្រីក៏មិនត្រូវខាងប្រុសហើយក៏មានការខ្វែងគំនិតគ្នាចឹងទៅដោយហេតុថាកូនគាត់ក៏ស្រឡាញ់ហើយក៏មាននិស្ស័យនឹងគ្នាចឹងទៅក៏ពួកគាត់អាចនិយាយបានថាព្យាយាមរកគោលដៅរបស់ពួកគាត់ណាអញ្ចឹងគ្រួសារទាំងសងខាងនោះគឺបានកាត់ការពួកគាត់ចោលដោយបងចិត្តគាត់បានទៅសុំដីរបស់មិត្តភ័ក្តិគាត់ដែលជាដីចកានៅស្រុកគាត់គឺមានចកាគេមិនសូវជាធ្វើស្រែប្រហែលទេហើយទៅសុំដីចការបស់មិត្តភ័ក្តិគាត់ហ្នឹងដើម្បីសងខ្ទមនៅជាមួយនឹងបងពៅដែលត្រូវជាប្រពន្ធរបស់គាត់ទោះបីជាពួកគាត់មិនបានការដូចគេដូចឯងក៏ប៉ុន្តែពួកគាត់គឺបានសែនព្រេនទៅតាមប្រពៃណីឬក៏ទំនៀមទម្លាប់គេហៅថាសែនកំឲ្យអ្នកតាឬក៏មេបាកាច់អីចឹងទៅអញ្ចឹងនៅពេលដែលសែនព្រេនហើយពួកគាត់ក៏រស់នៅដូចប្តីដូចប្រពន្ធអញ្ចឹងហើយមិនយូរប្រមាណបងពៅគាត់ក៏មានផ្ទៃពោះកូនដំបូងដែលជាកំណើតកូនស្រីដ៏កំសត់របស់គាត់នៅពេលដែលបងចិត្តហើយនឹងបងពៅនៅស្រុកគឺបងពៅគាត់ស៊ីឈ្នួលជាកម្មករគេបានន័យថាធ្វើចំការគេចឹងទៅហើយគេជួលធ្វើអីគឺធ្វើហ្នឹងហើយពេលខ្លះចឹងទៅក៏ទៅលីសែងអញ្ចឹងទៅហើយបើនិយាយពីបងពៅវិញគឺអត់មានការងារធ្វើអីទេក្រៅពីទៅតាមប្តីបើសិនជាគេយកទាំងពីរនាក់គឺបានប្រាក់កម្រៃចឹងទៅតែដោយសារតែគាត់ចាញ់កូនដំបូងទៀតនោះគឺអត់សូវបានក្នុងការធ្វើការទេគឺនៅផ្ទះអញ្ចឹងជីវភាពការរស់នៅរបស់គាត់ហ្នឹងវាចាប់ផ្ដើមដុនដាបពីបន្តិចម្ដងរហូតដល់គាត់ពិបាកមែនតើគាត់ថាមានថ្ងៃមួយនោះគឺគាត់ចាំមិនភ្លេចទេគឺបងពៅគាត់ចាញ់ខ្លាំងពេកហើយបងចិត្តជាប្តីនេះគឺអត់មានលុយនឹងខ្លួនសោះដោយសារតែលុយបានមកហ្នឹងគឺទិញនេះទិញនោះដើម្បីទុកឲ្យប្រពន្ធអញ្ចឹងណាហើយដល់ពេលហ្នឹងគឺគ្មានគេជួលធ្វើអីទៀតអញ្ចឹងអត់លុយអង្គរនេះក៏អស់អញ្ចឹងក៏គាត់សម្រេចចិត្តថាទៅជឿអង្គរគេពីកំប៉ុងដើម្បីយកមកបបរឬក៏ដាំបាយឲ្យប្រពន្ធហូបព្រោះខ្លួនគាត់ថាគាត់អត់អីទេតែប្រពន្ធគាត់ឃ្លានបងប្អូននឹងស្រាប់ហើយមនុស្សដែលមានផ្ទៃពោះហ្នឹងគឺគាត់ឃ្លានគាត់ចង់ហូបនេះហូបនោះក៏ប៉ុន្តែ
វាបំណាច់ថាតឡើយទោះបីជាឃ្លានអីក៏មិនបានហូបដែរឲ្យតែបានបាយបានបបរហូបទៅវាគ្រាន់ក៏ប៉ុន្តែវាអត់ទាំងអាអង្គដាំបាយបបរនឹងទៀតក៏ដាច់ចិត្តថាទៅជឿអង្គគេ2កំប៉ុងដើម្បីយកមកបបរឲ្យប្រពន្ធហូបក៏ប៉ុន្តែពេលដែលទៅជឿបងប្អូនហើយគឺគេអត់ជឿឲ្យទេដោយសារតែគេដឹងថា2អ្នកប្តីប្រពន្ធគាត់នេះគឺប្រហែលជាគ្មានលទ្ធភាពក្នុងការសងគេវិញទេហើយអង្គ2កំប៉ុងប្រមាណ1000រៀលហ្នឹងអញ្ចឹងគាត់ក៏ដាច់ចិត្តទៅខ្ចីលុយអ្នកដែលស្គាល់គ្នាហ្នឹងចំនួន10000រៀលដើម្បីយកមកទិញអង្គឬក៏ទិញអីឲ្យប្រពន្ធហូបអញ្ចឹងណាដោយសារតែអត់មានអ្នកប្រើគាត់ធ្វើអីអញ្ចឹងគឺគាត់អត់មានលុយទេអញ្ចឹងដល់ពេលទៅខ្ចីគេហ្នឹងគេមិនឲ្យទៀតគាត់នឹកតូចចិត្តទៅបងប្អូនដើរពីផ្ទះគេមកបដើទាំងយប់គឺដើរបដើយំបដើអត់ដឹងថាត្រូវធ្វើម៉េចឲ្យប្រពន្ធបានអីហូបអញ្ចឹងណាអញ្ចឹងគាត់ដើរមកដល់ពាក់កណ្ដាលផ្លូវក៏គាត់អង្គុយទៅនឹងគល់ឈើមួយអង្គុយយំគាត់ជួនពេលហ្នឹងក៏មិត្តភ័ក្តិគាត់ម្ចាស់ដីនេះគេជិះម៉ូតូដប់ប្រពន្ធគេមកពីផ្ទះម្ដាយក្មេកគេក៏ឃើញគាត់អង្គុយនៅគល់ឈើយំអញ្ចឹងទៅគេក៏សួរថាមិត្តភ័ក្តិគ្នាណាថាកើតអីបើមកអង្គុយយំអញ្ចឹងគាត់ថាគាត់អត់មានលុយទិញកដាំបាយប្រពន្ធហូបហើយតែជឿគេអត់ឲ្យហើយតែខ្ចីលុយគេក៏គេមិនឲ្យទៀតតែ10000រៀលដល់ពេលអញ្ចឹងប្រពន្ធមិត្តភ័ក្តិគាត់ហ្នឹងក៏ប្រាប់ថាអញ្ចឹងមកឲ្យទៅផ្ទះខ្ញុំទៅចាំខ្ញុំច្រកអង្គឲ្យហើយគាត់អត់ហ៊ានទៅទេអត់ហ៊ានទៅផ្ទះគេទេដំបូងណាដោយសារតែខ្លាចដែលឯងចិត្តគេឲ្យដីស្នាក់នៅហើយកំឡុងពេលដែលគាត់ចេញពីផ្ទះមករៀងខ្លួនដើម្បីនៅជាមួយគ្នាហ្នឹងក៏គេឲ្យរបស់របរឲ្យលុយកាក់ខ្លះដែរអញ្ចឹងគាត់ថាគាត់មិនហ៊ានទៅរកគេទៀតទេតែដោយសារតែមិត្តភ័ក្តិគាត់មកឃើញអញ្ចឹងហើយក៏ហៅគាត់ក៏បំណាច់ថារបៀបថាខ្លាចចិត្តក៏មិនឈ្នះនឹងខ្លាចប្រពន្ធដាច់ពោះណាអញ្ចឹងក៏សម្រេចចិត្តថាទៅយកអង្គពីផ្ទះមិត្តភ័ក្តិរបស់គាត់នឹងគេឲ្យចំនួន6កំប៉ុងហើយនឹងត្រី2កតុយត្រីឆ្អើមួយចកាក់យកមកដល់គាត់ថាគាត់ឃើញគាត់ដាំបាយដាំអីឲ្យប្រពន្ធហូបណាគាត់អត់ហ៊ានហូបទេហើយបងពៅគាត់ថាកណើតកូនដំបងនឹងគឺគាត់ឃ្លានសពគ្រប់បែបយ៉ាងនិយាយទៅសឹងថាឃើញកែបលោតនៅដីនឹងក៏ឃ្លានដែររបៀបថាពេលដែលអត់ខ្លាំងទៅសឹងថាឃើញស្អីក៏ចង់យកមកឆ្អើយកមកអាំងហូបដល់ពេលអញ្ចឹងបងពៅគាត់ថាពេលដែលគាត់បាន6ទៅ7ខែហើយពេលហ្នឹងបងចិត្តក៏អត់មានការងារធ្វើនិយាយទៅគឺពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាកាន់តែពិបាកទៅពីអ្នកប្តីប្រពន្ធក៏សម្រេចចិត្តថាបើសិនជាបន្តការរស់នៅក្នុងភូមិស្រុកនឹងទៀតគឺអត់មានអីហូបទេហើយបងប្អូនសួរថាចុះគ្រួសាររបស់បងពៅហើយនឹងបងចិត្តហ្នឹងយ៉ាងម៉េចដែរគ្រួសារគាត់បើនិយាយពីភាពធូរធារគឺមិនធូរធារទេតែជាលក្ខណៈថាជីវភាពមធ្យមហើយមានបងប្អូនដូចគេដូចឯងក៏ប៉ុន្តែបងប្អូនហើយដោយសារតែម្ដាយឪពុកគេស្អប់ខ្ពើមហើយគេមិនចូលចិត្តហើយគេជំទាស់គេមិនចង់ឲ្យត្រូវរើគ្នាអញ្ចឹងណាអញ្ចឹងពេលដែលយើងជំនះគឺគេកាត់ការយើងចោលអស់ហើយកុំថាឡើយទៅខ្ចីទៅសុំលុយគេសុំបីតែទៅឈរមុខផ្ទះគេហ្នឹងក៏គេមិនឲ្យឈរដែរបើថាគេមានចិត្តមានសន្តានចិត្តមានការត្រាប្រណីអញ្ចឹងណាថាយើងជាបងប្អូនបកើតនឹងគ្នាបងពៅមានបងប្អូន4នាក់គាត់កូនកដាលហើយបងចិត្តវិញមានបងប្អូនរហូតដល់8នាក់មានអ្នកខ្លះនៅស្រុកមានអ្នកខ្លះមកនៅកន្លែងផ្សេងក៏ប៉ុន្តែបើសិនជាម្ដាយឪពុកយើងខឹងបងយើងណាថាគាត់បើគាត់ស្រឡាញ់គ្នាហើយតែបងប្អូននឹងយើងអាណិតយើងមេត្តាទៅលួចជួយទៅបើធ្វើម៉េចបើគាត់អត់តែអត់ទេគេក៏តាមម្ដាយគេក៏មើងម៉ាត់គេក៏ខ្លាំងដែរដល់ពេលអញ្ចឹងគាត់ក៏គ្មានទីពឹងអីក្រៅពីមិត្តភ័ក្តិបងប្អូនអ្នកភូមិអ្នកអីក៏ប៉ុន្តែដោយសារតែយើងអត់អ្នកខ្លះក៏គេចូលចិត្តយើងអ្នកខ្លះក៏គេមិនចូលចិត្តយើងតាមដែលអ្វីដែលគេឃើញអញ្ចឹងទៅអញ្ចឹងបើសិនជា2អ្នកប្តីប្រពន្ធគាត់បន្តការរស់នៅភូមិស្រុកនោះទៀតប្រកាសណាគឺកុំថាឡើយដល់ឆ្លងទលេសំបីតែរស់ឲ្យដល់8ខែប្រហែលជារស់មិនដល់ផងហើយគាត់ថាពេលខ្លះវាពិបាកវាសពគ្រប់បែបយ៉ាងពេកណាបងប្អូនអញ្ចឹង2អ្នកប្តីប្រពន្ធក៏ពិភាក្សាគ្នាថាតើយើងគួរទៅកន្លែងណាដើម្បីបានរស់នៅស្រួលថាមិនស្រួលទេឲ្យតែបានបាយហូបក៏គាត់ទៅផ្ទះមិត្តភ័ក្តិគាត់ដែលឲ្យដីគាត់ស្នាក់នៅនឹងដែលមិត្តភ័ក្តិគាត់នឹងឈ្មោះថារុនក៏សួរថារុនណាហើយមានដឹងមានស្គាល់អ្នកណាគេមានកន្លែងធ្វើការអត់
bởi ai miên hãy xông kê anh ban tới thưa ca phong à bởi sân chia anh ở tới thưa ca tế bà bồn anh bà hai chia đạch bù ai hơi chẳng miên ta rò càng như thưa bên nâng nâng tiết cứ nâng hạt cao tì chẳng mật phép qua thao ai tới tới mạch cá tới chào bà bồn nơi tìa tại ai nâng khi nơi cả đá prey tại ai nâng hay ai tới mạch cá qua thảo tê xong rò cả lại ná đại ai do bà bồn qua tới cho mối bà ơi qua tới chào bà bồn qua tới tì tại sao tại bà bồn qua nó có đôi quát đại vậy tới cứ miên tì băng đôi khi bởi qua tới chào bà bồn mùi tiết vì smart tại do rụi luôn tại ai này nên qua thác qua thơ cam cài tê chẳng thời dạng ná xong cả lại máu đầm bay ở bàn bà bồn nâng tới cho mùi phong chẳng á nè mật phẹ qua thà chầm mơ anh rò lấy rò ấy đại score sân phú đôi chỉ thọp score kê mình nè đại chỉ mê cá nơi lo ắt mà cả lại nơi phải liếp nơi phải chầm mê ai nâng chẳng chầm mơ mới anh xua kê mơ bà dân chỉ kê thời ca mà nữ rồi có kê à nắt chăm anh phẻ bái như ấy chi lan cho nua tư chẳng nè phú nơi lo nâng cái miền tia sầm ráp bọc cái lắc miền ấy chẳng tới miền nè miền ở đây miền bờ pôn của bàn tay bờ pôn này từ ngôn chẳng đang đặt cái oi tới ót chăm mơ anh rồi lấy cái anh xua cái sân chẳng có sờ bài chất đấy thà bờ sân chỉ cái tua quạt bàn do bờ pôn tới nó có viên là o viên bờ xa đài pi thằng ngày bay thằng ngày cao của thà ơi sân à thà chầm rỡ nè đào rồi cái đam rồi chong rồi kẹp màu hộp cứ ở miền bay hộp thì hơi bà pôn qua bằng pơ nó cứ chặt đam hai trường hai đài ấy để sao tại anh thì ban thà cột hộp mình cột cột nó nè mình nơi để miền từng ngón việc copy mình nơi để miền ru riêng cài sau cái phép thò mà đà thời ca hộp chọc ấy ở việc cột cột ở việc ấy chân tay bữa sân chỉ hộp tráiก็mình cá hộp tích rồi có ọt ấy hộp có việc bà bùa thời can chăm từng côn không pú chăm từng luôn ai như tiền chẳng có pi ngay cào máu mật phẹ bà cốt đại miền mua tha bằng rốn này chỉ mà chặt đây thì cốt nơi đó nè miền sườn đan chặt từng đây từng một pôn nắng màn một prap bằng chặt nâng thà chặt ơi nơi khang phải phơi nơi khang phải phơi nơi khang ấy nắng cứ kê miền lo ắt mui đại kê thời ca bọc cái lắc thời ca cam mà co mẹ bọc cái lắc cái cam mà co hơi anh có prap kê đai thải miền bờ pôn có bờ đai bờ pôn này thư cam cài tê cứ vì miền bờ pôn hay vì mà ở cắt cà trao vì pi nè đây bờ pôn là lời ní đặt bài đặt tật cây hay chẳng bờ sân chạy ao về tới thưa cá vì sông do bờ pôn từ nơi đai hơi nè đại chia mê ca nắng có quát do rương nắng á tới xua mà cha lo nắng có prap mê ca nè mà vinh tha ao mà nơi ao mơ tại còn là tha bờ pôn nắng bờ sân chỉ thơ ca cái có kem ao thơ đai từ xa tầng ngôn bộ thời lược thời ấy hơi nông mà sân nông ấy trắng á có bàn tay mê ca nắng quạt mê mà cha lo nắng quạt miên mê ta đài có thà mau hơi thơ cá có kết chừng ngày ao chẳng bàn này thà thơ mà ngáy bao mà ngay bây giờ trong thơ mà tất có bán nhưng trong thơ mà khai cả bàn có bàn tay bờ quạt do có thà ở tại bàn thơ có bàn tay bờ sân chỉ cái kết ngày ở quạt sông thứ ngày để ra tại bàn lôi mà tinh mà hộp tinh ấy ở bồn hộp hòn trắng á nè phố quạt có khmiên lôi nâng luôn so xong bay tại lôi thơ rồi hôi chi lan tới nít có khmiên đây bờ pôn bờ mật phẹ quạt bờ pôn bờ bồng rôn nâng có quạt dây tha bằng ấy tới trăm nhom ao rồi hôi trắng á nè ao lôi mà pi mơn pram cả cho nó nâng cứ chi lan ở ta mà mơn tê pi nè mà nè ta phèm pon tê đập pe mà đo phải liệp nâng có cho tới có quạt ăn miên tô sạp tê có bàn tay quạt có ban phẹp tới mật phẹ quạt đại nôm tới nâng mù rôn nâng tha mong bầm bầy prắc cứ lan cái nọt lan cái thật đo phải liệp nâng ấy chẳng quạt chụp cái này chẳng tới bồng rôn nâng có phẹp nè lan đục bồng trận nâng á nâng bập pôn quạt nâng màu đo máu quạt có khơi mình nữ phồng mà nè chi mà tàu cùi này lơ mà tàu này nâng hơi quạt có xua bong bọn ấy mê ca lo ớt nâng men cái cả than nâng ấy còn ấy mau tạm dạ ổn rôn nâng men cả than nâng ấy bong nhóm phụ mạ rôn chẳng có kê chun tao cả tha quát ớt ban rùm pâng ấy na tế phù dương mơ không niêm chè ca mà co hơi nẹp xây tiết kê cầm mê ở đây bập pôn này còn ở đây bập pôn cái thưa ca tầng pi nè ấy chẳng tay hay cái miên câu miên ấy đi quạt đại châu mà đo không nắng chạy đòn ngày nóng có mà cha lo nó quạt nơi quạt một mơ ca khô trâu nừng lò
ហើយគាត់ជួនពេលហ្នឹងមេការហ្នឹងក៏ដប់គាត់ទៅដល់គាត់ជួនម្ចាស់ឡហ្នឹងតកែឡហ្នឹងគាត់ចេញមកក្រៅអញ្ចឹងក៏ជួបគ្នាគាត់ក៏សួរថាអូនឯងហ្នឹងឯងដែលឮថាមិត្តភ័ក្តិសុំឲ្យធ្វើការមានប្រពន្ធពូធំហើយដាច់បាយដាច់ទឹកហ្នឹងគាត់ថាបាទបងនឹងឲ្យខ្ញុំពីអ្នកប្រពន្ធខ្ញុំអីចឹងណាគាត់ថាប្រពន្ធហើមដៃហើមជើងហើយស្បែកនឹងឡើងកទួលឡើងតបៅឡើងអីចឹងណាបងស្រីដែលត្រូវជាតកែឡហ្នឹងក៏គាត់អាណិតគាត់ថាអូនឯងមានខោអាវពោះធំមានអីអត់គាត់ថាក៏អត់មានទេក៏មានតែខោអាវយឺតធម្មតាពាក់នឹងឯងហើយមានសាប៊ូមានអីប្រើប្រាស់អីរៀបចំក្នុងផ្ទះអត់ព្រោះកម្មករគេមានផ្ទះមួយផ្សេងគ្នាអារបៀបថាមកគ្រួសារមួយអញ្ចឹងណាអញ្ចឹងគេតែងតែមានរបស់ប្រើប្រាស់មានចានឆ្នាំងអញ្ចឹងតែសម្រាប់គាត់គឺអត់ហ្មងគឺអត់មានហ្មងមានតែចានបាយ2ហើយនឹងឆ្នាំងកាចាស់មួយគត់ដាំបាយហើយចាក់ចេញធ្វើសាឡជៀនក៏នៅនឹងអាំងក៏នៅនឹងស្លក៏នៅនឹងនិយាយទៅគឺមានតែប៉ុណ្្នឹងអញ្ចឹងក៏ម្ចាស់ឡហ្នឹងក៏ឲ្យទៅបន្ទប់សិនទៅឲ្យតែកន្លែងស្នាក់នឹងសិនទៅចាំមើលគាត់ឲ្យគេទៅទិញរបស់របរប្រើប្រាស់ឲ្យបងប្អូនគាត់ថាមិនដឹងថាទេបដាឃើញគាត់ឬក៏ប្រោះគាត់យ៉ាងណាទេបងចិត្តគាត់និយាយថាពេលដែលទៅដល់កន្លែងដែលគាត់គេឲ្យស្នាក់នៅនឹងគឺដាច់ពីគេដូចប្រព័ន្ធបន្ទប់ជួលអញ្ចឹងណាតែគេអត់ធ្វើជាប់គ្នាទេព្រោះគេខ្លាចឆ្លោះគ្នាអញ្ចឹងគេធ្វើដាច់ពីគ្នាគាត់ថាចូលទៅគឺគិតជាមួយប្តីប្រពន្ធណាអង្គុយយំបដាគិតបដាថាយើងគួរធ្វើមិនទៀតអីចឹងណាហើយមកដល់ណាហើយសង្ឃឹមថាលេខដាច់ពុះហើយក៏គេអត់ទាន់ឲ្យចូលធ្វើការថ្ងៃហ្នឹងដែរថ្ងៃស្អែកបានគេឲ្យចូលហើយថ្ងៃហ្នឹងលុយនៅសល់តែ 15,000 អញ្ចឹងមើលគិតថាអង្គុយយេស៊ូ4បន្តិចដើរទៅរកមើលកន្លែងណាគេលក់បាយលក់ម្ហូបឬក៏លក់អីដើម្បីយកមកធ្វើឲ្យប្រពន្ធហូបព្រោះប្រពន្ធគាត់ឃ្លានអញ្ចឹងណាកំពុងតែអង្គុយនិយាយកំពុងតែគិតហ្នឹងមេការហ្នឹងគាត់ក៏យកបាយយកអីមកឲ្យគាត់ថាអណៃមិនទាន់មានឆ្នាំងចានអញ្ចឹងចាំមើលឲ្យគេធ្វើឲ្យហើយគេយកមកឲ្យទៅហើយចាំស្អែកចាំគិតទៀតអញ្ចឹងណានិយាយទៅដូចខ្ញុំនិយាយថាដូចព្រះគេប្រោះអញ្ចឹងណាដូចអារបៀបថាមនុស្សដែលចិត្តស្លាប់ហើយគេប្រោះឲ្យរស់វិញប្រពន្ធគាត់គឺពេលហ្នឹងគឺនិយាយក៏អីក៏អត់ចាញ់ในរបៀបថាគ្មានកម្លាំងកំហែងដល់ប្រហែលជាម៉ោង 1 កន្លះស្រាប់តែម្ចាស់ឡហ្នឹងក៏ជាមួយនឹងកម្មករ2-3នាក់ទៀតបានយកមកបងប្អូនហើយមានមី2កេសអង្គមកបេឆ្នាំងខ្ទះឆាចក្រានហ្គាសចក្រានខ្ជុងសាប៊ូដុសខ្លួនសាប៊ូកក់សក់មុងកតេលខ្នើយនិយាយទៅគ្រប់សពបែបយ៉ាងដូចរបស់របរដែលគេជប់ឲ្យចឹងណាបងប្អូនហើយម្ចាស់ឡហ្នឹងគាត់ថាគាត់ឃើញគាត់អាណិតនិយាយទៅគាត់ថាមិនមែនតើអូនឯងទេដែលបងទិញឲ្យចឹងកម្មករបងទាំងអស់ឲ្យតែឈឺឲ្យតែអត់បងទិញឲ្យគ្រាន់ថាបងមើលមនុស្សដែរបើមនុស្សនឹងវាមានវាគ្រាន់ហើយក៏បងមិនទិញឲ្យទេតែបើសិនជាអត់ហ្នឹងបងជួយតាមលទ្ធភាពដែលបងជួយបានចឹងទៅគាត់ថាគាត់សប្បាយចិត្តតែប៉ុណ្ណឹងគឺគាត់លែកដាច់ពុះហើយគាត់ថាគាត់រកសុំខ្ចីទូរស័ព្ទគេតេទៅមិត្តភ័ក្តិគាត់តែសំខាន់ហ្នឹងវាមិនស្គាល់លេខទៀតក៏ស្អែកឡើងហ្នឹងចូលធ្វើការបានមកព្រឹកគាត់ថាអត់ពិបាកទេស្រួលដែរទេការងារគេឲ្យធ្វើណាអាចថាវាមិនស្រួលដូចយើងអង្គុយលេងទេគ្រាន់តែការងារអាចធ្វើបានហើយពេលហ្នឹងគាត់ថាស្មាទោសបងប្អូនយប់ថ្ងៃទី1ដែលគាត់ទៅដល់កន្លែងឡនឹងភ្លាមបងពៅគឺគាត់ឃ្លានមាន់អាំងណាគាត់ថាបងយើងសល់លុយប្រមាណបងចាត់ថាសល់លុយ 15,000 ខ្ញុំដូចឃ្លានមាន់អាំងមាន់គេអាំងណាអញ្ចឹងបងចិត្តហ្នឹងក៏ដើរទៅថ្នល់មុខដើរប្រហែលជាកន្លះម៉ោងបានដល់គឺមានគេលក់មាន់អាំងមែនក៏ទិញមួយឲ្យប្រពន្ធតម្លៃប្រហែលជា 10,000 ចំនួនហ្នឹងមាន់ដល់ 10,000 នេះក៏ថាមិនដល់ 10,000 ទេតែមិនដឹងថាមាន់ស្អីទេគឺគេអាំងឡើងឈ្ងុយយកមកដល់បន្ទប់វិញណាគឺរបៀបថាប្រពន្ធគាត់បងពៅនោះគ្រាន់តែឃើញមាន់ហ្នឹងគឺញ័រដៃរបៀបថាឃ្លានខ្លាំងមែនតើញ័រដៃហើយគាត់ថាពេលហ្នឹងសំបីតែលិតដៃក៏គាត់មិនបានលិតដែរគឺប្រពន្ធគាត់នឹងហូបមាន់មួយនឹងអស់គាត់ថាប្រពន្ធគាត់អង្គុយហូបតែមួយផ្លែតអស់គាត់ថាទោះបីមិនបានហូបក៏មានកម្លាំងអង្គុយតែមើលមាត់ប្រពន្ធនឹងក៏មានកម្លាំង
ដល់ស្អែកឡើងក៏ធ្វើការចឹងទៅហើយក៏រលេខរមជ្ឈបាយក្នុងការតំណែងមានតែបងមេការមួយទេដែលគាត់អាចតំណែងទៅមិត្តភ័ក្តិគាត់បង្រុនបានអញ្ចឹងគាត់ធ្វើការគាត់ចាំមើលបងមេការនឹងដើរមកដល់ក៏គាត់សុំបងខ្ញុំសុំបងឯងខលទៅមិត្តភ័ក្តិខ្ញុំប្រាប់មិត្តភ័ក្តិខ្ញុំបន្តិចបានអត់ថាខ្ញុំមកដល់ខ្ញុំបានធ្វើការគាត់ថាល្ងាចមិញបងបានទេទៅវាដែរបើណៃចង់ជួបចាំបងឲ្យទេអញ្ចឹងណាក៏គាត់ថាអណែងអត់មានទូរស័ព្ទមានអីទេអត់មានទេបងអើយអញ្ចឹងក៏គាត់ចុចឲ្យនិយាយទៅហើយគាត់ប្រាប់មិត្តភ័ក្តិគាត់តាមនឹងអញ្ចឹងណាបើន័យថាយើងជូនតំណែងឲ្យគេអញ្ចឹងទៅអានឹងជាការគួរសមផងជាការអរគុណជាការដឹងគុណគេផងគាត់ថាគាត់ធ្វើការនៅនឹងតាំងពីថ្ងៃដំបូងរហូតដល់រយៈពេល3ឆ្នាំដែលគាត់នៅឡហ្នឹងណាគឺបងពៅគឺគាត់ធ្វើការបានមួយឆ្នាំកន្លះថា7 ឆ្នាំទៅចោះបន្ទាប់ពីគាត់សម្រាលហើយអាចថាបានមួយឆ្នាំចោះថាលែងតែសៃខ្ចីតែមួយឆ្នាំគាត់ធ្វើការដែរគឺផ្នែកខាងស្រីចឹងទៅហើយកូនហ្នឹងគឺនៅបន្ទប់ហ្នឹងគឺមានគេមើលបានន័យថាឡហ្នឹងគឺមានស្រី30នាក់អញ្ចឹងណា30នាក់អញ្ចឹងមានកូន20នាក់អញ្ចឹងក្នុងមួយខែហ្នឹងឬក៏អីហ្នឹងគឺគេដាក់វេនគ្នាមើលវិលជុំម្នាក់ហ្នឹងថ្ងៃហ្នឹងគឺអត់ទៅធ្វើការទេតែគេគិតលុយដូចគ្នាគ្រាន់តែម្នាក់ហ្នឹងនៅមើលកូនឲ្យបុគ្គលិកទាំងអស់ហ្នឹងមានប្រហែល10នាក់20នាក់ហ្នឹងគឺបុគ្គលិកម្នាក់ហ្នឹងមើលកូនប៉ុណ្ណឹងស្អែកឡើងអ្នកនោះមកមើលម្ដងស្អែកឡើងអ្នកនោះមកមើលម្ដងអញ្ចឹងណាអញ្ចឹងគឺគាត់អាចធ្វើការបាននៅពេលដែលកូនយើងអាចចេះអង្គុយចេះញ៉ាំបាយខ្លួនឯងចេះអីគឺគេមើលឲ្យអញ្ចឹងគឺគាត់បានធ្វើការនៅនឹងរហូតដល់2ឆ្នាំអាចថារឿងគ្រាន់បើដែរហើយគាត់ចេញហ្នឹងក៏គ្មានបញ្ហាដែរបើន័យថាគាត់ឈប់ធ្វើការដោយសារតែគាត់គិតថាគាត់ចង់ធ្វើអីផ្សេងទៀតដែលអាចនិយាយបានថាដើម្បីអភិវឌ្ឍជាងនឹងហើយអាចថាចង់ចូលមកនៅទីក្រុងខេឡូថាមានអីល្អប្រសើរអញ្ចឹងណាបងប្អូនចូលមកខេឡូមានអីល្អប្រសើរបើសិនជានៅធ្វើជាកម្មករឡអត់គឺនៅតែប៉ុណ្្នឹងហើយសួរថាពេលហ្នឹងគាត់ហ៊ានចេញហ្នឹងគាត់មានលុយមានប្រាក់កាក់ខ្លះនៅមនុស្សអត់មិនមែនជាមនុស្សអត់កំណត់ទេបងប្អូនគាត់ថាគាត់មានលុយចំនួនប្រមាណរបស់គាត់ហើយដែលអាចថាបំរុងសម្រាប់មកជួលបន្ទប់សម្រាប់មករកស៊ីសម្រាប់ធ្វើការកំឡុងពេលមុនពេលដែលគាត់ចេញពីឡអត់គឺគាត់សន្សំលុយទិញម៉ូតូបានម៉ូតូអសង្ការ៉េពណ៌ក្រហមមួយចំនួនហ្នឹងតម្លៃគួរសមដែរក៏ប៉ុន្តែគាត់ថាគាត់សន្សំរយៈពេលប្រមាណខែណោះទាំងពីរអ្នកប្តីប្រពន្ធណាបានទិញបានហើយក៏សន្សំបានទិញខ្សែកផ្លាទីនហើយក៏សន្សំលុយជាប់ខ្លួនខ្លះដែរដើម្បីជាការសគួរអញ្ចឹងទៅអញ្ចឹងនៅពេលដែលដល់ថ្ងៃដល់វេលាគាត់ក៏សុំចេញត្រឹមត្រូវហើយមេការហ្នឹងក៏គាត់បានប្រាប់ដែរបើសិនជាទៅហើយអត់មានអីធ្វើត្រឡប់មកវិញក៏គាត់យកដែរអញ្ចឹងណាមានន័យថាគាត់អាណិតគាត់ស្រឡាញ់ហើយសួរថាកំឡុងពេលដែលគាត់ចេញមកហ្នឹងគាត់ថាគាត់អត់ដឹងទេថាប្រពន្ធគាត់ហ្នឹងមានផ្ទៃពោះកូនម្នាក់ទៀតអញ្ចឹងមានន័យថាបន្ទាប់ពី3ឆ្នាំគាត់មានកូនមួយទៀតបន្ទាប់ពីគាត់ចេញពីឡហ្នឹងមកបានមួយខែបានគាត់ដឹងថាប្រពន្ធគាត់មានផ្ទៃពោះក៏ប៉ុន្តែគាត់ថាកូនទី2ហ្នឹងគឺអត់ចាញ់ទេបានន័យថាកូនទី2ហ្នឹងអត់ធ្វើទុកដូចកូនទី1ទេដោយសារតែកូនទី2ហ្នឹងជាកូនប្រុសហើយកូនទី1ជាកូនស្រីក៏ប៉ុន្តែពេលដែលមកដល់ភ្លាមគឺគាត់អត់ទាន់បានធ្វើការទេដោយសារតែគាត់ដឹងថាយកកូនទៅផ្ញើនៅណាអត់ដឹងថាយកកូនទៅដាក់នៅណាអញ្ចឹងបងចិត្តគឺគាត់រត់ម៉ូតូដប់ហើយបងពៅគឺគាត់នៅផ្ទះមើលកូនពេលដែលគាត់នៅផ្ទះមើលកូនបានន័យថាចំណូលគឺមានតែមួយទេគឺមានតែបងចិត្តទេគឺគាត់រត់ម៉ូតូដប់ហើយម៉ូតូដប់ជំនាន់នោះណាបងប្អូនម៉ូតូដប់ជំនាន់នោះគាត់ថាគាត់រកបានណាអត់វាអត់ទាន់ទៅនៅអត់ទាន់ស៊ីវឡៃដូចពេលបច្ចុប្បន្នរបៀបថាមានកង់3ឥណ្ឌាមានតាក់ស៊ីមានឡានក្រុងសាធារណៈអីទេបានន័យថាជំនាន់ហ្នឹងបន្ទាប់ពីម៉ូតូដប់គឺសាក្ឡូបន្ទាប់ពីសាក្ឡូគឺម៉ូតូដប់បន្ទាប់ពីម៉ូតូដប់គឺកង់3ខ្មែរយើងដែលភាសាពេលមុនគេហៅថាតុកហ្នឹងអាម៉ូតូលំកកង់3ហ្នឹងហើយគេមិនសូវជិះអាលំកកង់3ហ្នឹងទេអ្នកដែលមុំហ្នឹងគឺគេជិះអាម៉ូតូដប់ហ្នឹងហើយវារៀងធូរថ្លៃអញ្ចឹងគាត់ថាទាំងដែលគេអ្នកខ្លះទៅគេឲ្យគាត់ទៅយកកូនគេពីសាលា
អ្នកខ្លះទៀតគេជួលដឹកអីវ៉ាន់ដឹកអីក៏ថារកកម្រៃបានច្រើនគួរសមចំនួននោះណាគឺមិនតិចទេហើយក៏មិនមែនធម្មតាដែរអញ្ចឹងគាត់ថាអាចមកបងបន្ទប់អាចមកសល់ខ្លះអាចមកឲ្យប្រពន្ធទិញម្ហូបចាំកូនអីបានអញ្ចឹងបងពៅមិនចាំបាច់ធ្វើការទេទោះបីជាយ៉ាងណាក៏ដោយក៏មិនអាចលមូលផ្សំក្រិចតូទុនទៅតាមពេលវេលាដែរបងពៅនៅពេលដែលគាត់ដឹងថានៅផ្ទះល្វែងមួយដែលគេទទួលមើលកូនបានន័យថាគេគិតជាខែវាមិនមែនជាសាលារៀនឯកជនឬក៏ជាអីទេតែអាហ្នឹងគេហៅថាផ្ទះស៊ីឈ្នួលមើលកូនក្មេងតែម្ដងដោយម្ដាយឪពុកគេទៅធ្វើការអញ្ចឹងទៅគេអ្នកខ្លះទៅធ្វើរោងចក្រអ្នកខ្លះទៅធ្វើការក្រុមហ៊ុនឯកជនអីផ្សេងអញ្ចឹងទៅគឺកូនគេនឹងគេផ្ញើទៅនឹងវល់ល្ងាចអញ្ចឹងគាត់ក៏គិតថាបើសិនជាគាត់ចំណាយលុយឲ្យគេមើលកូនវាអស់មិនច្រើនទេហើយបើសិនជាគាត់ទៅធ្វើការរោងចក្រវាជាប្រភពចំណូលមួយទៀតសម្រាប់គ្រួសារគាត់អញ្ចឹងនៅពេលដែលគាត់ពិភាក្សាគ្នាហើយបងពៅក៏គាត់សម្រេចចិត្តថាយកកូនទៅផ្ញើកូនស្រីរបស់គាត់ហ្នឹងណាហើយគាត់មានពោះពងនៅក្នុងពោះគាត់ហ្នឹងមានកូនមួយទៀតក៏ប៉ុន្តែដូចបានបញ្ជាក់អញ្ចឹងថាកូនប្រុសគាត់ហ្នឹងគឺអត់ចាញ់ទេអាន័យថាអត់ចាញ់ខ្លាំងទេវាមិនថាមិនតូតុនទេឬមួយក៏ប្រហែលជាគាត់ហ្នឹងមានម្ហូបមានអាហារហូបគ្រប់គ្រាន់ទៅសុខភាពគាត់ក៏វាល្អប្រសើរតាមហ្នឹងណាអញ្ចឹងក៏មិនអីជាបញ្ហាទេក៏ទៅធ្វើការបានធម្មតារយៈពេល5-6 ខែដែលគាត់ទៅធ្វើការហ្នឹងគឺគាត់រកចំណូលបានខ្លះដែរហើយបើនិយាយពីបងចិត្តវិញក្នុងកំឡុងពេល6 ខែដែលប្រពន្ធទៅធ្វើការរោងចក្រហ្នឹងគាត់ក៏មានការងារទៀតមួយទៀតធ្វើណាបងប្អូនទាំងអស់គ្នាមុនពេលដែលប្រពន្ធសម្រាលកូនហើយកំឡុងពេលបងពៅគាត់មានតងួន7 ខែគាត់ក៏ឈប់ធ្វើការរោងចក្រមកនៅផ្ទះធម្មតាមើលកូនដើម្បីអីសុខភាពគាត់ព្រោះកូនគាត់7 ខែក្នុងពោះអីអញ្ចឹងគាត់អាចអង្គុយយូរបានទៀតទេវារើផងវាធាក់ផងវាអីផងអញ្ចឹងទៅក៏គិតថាសម្រាប់នៅផ្ទះសិនទៅចាំសម្រាលហើយចំកិតទៀតអញ្ចឹងក៏យកកូនប្រុសមកមើលខ្លួនឯងវិញលែងទៅផ្ញើនឹងគេឲ្យហើយបើយើងត្រឡប់ទៅបងចិត្តវិញបងចិត្តតាំងពីប្រពន្ធគាត់ទៅធ្វើការបាន 2-3 ខែអាចថាចូលក្បាល 5 ខែគឺគាត់មានការងារមួយទៀតនៅចិត្តបន្ទប់ជួលគាត់ហ្នឹងគេធ្វើសំណង់អញ្ចឹងគាត់ទៅសុំគេធ្វើសំណង់នៅនឹងពេលថ្ងៃហើយក៏រត់ម៉ូតូដប់ពេលយប់វាជាប្រភពចំណូលមួយទៀតហើយមួយថ្ងៃចំណូលហ្នឹងមួយថ្ងៃ 20000 អីចឹងទៅហើយរត់ម៉ូតូដប់ពេលយប់បាន 30000 ឬក៏ 20000 ទៀតវាចូល 5-60000 មួយថ្ងៃអញ្ចឹងបើគិតលើមហូបថាអស់ 10000 ទៅចោះអញ្ចឹងវាសល់ 4-50000 ដែរមួយថ្ងៃដល់គាត់ធ្វើអញ្ចឹងរហូតដល់ចប់គម្រោងនឹងមួយក៏គេទៅឆ្ងាយទៅធ្វើឆ្ងាយទៀតគាត់ក៏មិនបានធ្វើដោយសារអីដោយសារទៅឆ្ងាយហ្នឹងវាត្រូវទៅឆ្ងាយពីប្រពន្ធពីកូនទៀតហើយណាមួយត្រូវរត់ម៉ូតូដប់អញ្ចឹងវិលមករត់ម៉ូតូដប់វិញទៅដែរក៏ប៉ុន្តែកំឡុងពេលដែលគាត់រត់ម៉ូតូដប់ហ្នឹងបងពៅក៏គាត់បានសម្រាលកូនទី2របស់គាត់ណាក៏ប៉ុន្តែបងប្អូនរឿងអកុសលមួយទៀតបានកើតឡើងលើបងពៅមុនពេលដែលគាត់សម្រាលកូនគឺកំឡុងពេលដែលបងពៅមានផ្ទៃពោះ 8 ខែហ្នឹងគឺគាត់ដើរទៅផ្សារត្រូវបានម៉ូតូបុកបាក់ផ្លូវក៏ប៉ុន្តែសំណាងមិនដល់ថ្នាក់រលូតឬក៏អីទេគ្រាន់ថាគាត់លបួសកំឡុងពេលដែលគាត់ពោពោះហ្នឹងគឺផ្លូវរបស់គាត់ហ្នឹងគឺនៅដែកនៅឡើយទេចឹងបងប្អូននឹងស្រាប់ហើយមនុស្សដែលមានផ្ទៃពោះគឺអត់អាចលេបថ្នាំផ្ដេសផ្ដាស់ទេអាចប៉ះពាល់ដល់កូនអញ្ចឹងអាជើងគាត់ហ្នឹងវាពិបាកក្នុងការព្យាបាលខ្លាំងមែនតើហើយពេលដែលសម្រាលហើយក៏ត្រូវតែតមទៀតមិនចេះតែលេបទៀតមនុស្សដែលខ្លួនមួយមនុស្សដែលតសៃធម្មតាគឺយើងស្រួលព្យាបាលតែបើមនុស្សតសៃខ្ចីហ្នឹងត្រូវការប្រើថ្នាំប្រើអីហ្នឹងគឺប្រុងប្រយ័ត្នមែនតើគាត់ថាទោះបីយ៉ាងណាក៏អាចនិយាយបានថាគាត់ជោគជ័យគាត់សម្រាលបានជោគជ័យរហូតដល់គាត់ទទួលបានកូនប្រុសមួយទៀតអញ្ចឹងកំឡុងពេលដែលគាត់កើតកូនប្រុសរបស់គាត់ហ្នឹងបានរយៈពេល 3 ខែបងចិត្តក៏ទទួលបានការងារធ្វើសំណង់នឹងមួយទៀតហើយគាត់ថាធ្វើសំណង់ហ្នឹងគឺគាត់ចាប់ផ្ដើមលែងរត់ម៉ូតូដប់ហើយដោយសារតែបងចិត្តអាចនិយាយបានថាគាត់ចាប់បាននៅការងារចំនួនហ្នឹងបើអ្នកចេះបោកអ្នកចេះបោកស៊ីម៉ង់អ្នកចេះរៀបឥដ្ឋ
cứ sa tái chia lang tới chia mê chiếng rư có ai dạy ban thà bật tua pi nẹ mai cả chân quật che riệp ật quật che bầu quật che lặp lại lặp lại nó men lê lỡ nè lặp lại nó mà này thật lặp lại môn riệp cà râu riệp ấy nâng quật che vua che ấy chân tới mà này thá quật lang bật tua pi nẹ mai cả chân lôi chầm nâu bảo quật nó có riêng cho ra hơn chiên cam mà co thò mà đa đây chân cầm long pe pin mà chấm đai bồng pơ sầm ra cốn cứ có ai thuê bàn thì bồng pơ cứ có nơi tia tiếng bà bạ tiệt có nơi tia tiếng bà bạ đời xa tái trường có mà kháng những thời bạ chân ta say chơi phong mơ côn phong thời đam slow phong thời ấy phong vì sắp có bài giảng chân cứ bồng chất nó cứ có xa một tia đời xa ta thời mơ bà bồn vậy tới cứ có tên na ngay bị bồn câu thế bài du bầm phật nó cứ mà ngay đằng ấy cứ có tên na ngay thì chẳng cầm lông pe để có thôi ca cho mùi nâng mê chiêng mê ca tham mây nâng quất miền ở ca mùi có bàn tay ở ca nâng cứ thời tới thưa nới ngay bên này thà ai thà tới khang khát cả đàn đại ca nghe nâng chưa bập phê thơ vì lá bài lùm hai cho mùi nâng có cho thông mùi đại cho này pe thưa ai nâng chất mà chân nằm đại mê ca bảo con nâng khơi pi ca to su hai ca chi diêm bao vòng chất trắng nè còn thật chất ấy tụi tôi mai ca mùi tới hai bà khát bong này chanh bà cho nánh chất ấy nhẹ vô cho chẳng vậy tha bà sân chỉ mai khát bong chất này chanh tái bà sân chỉ mai khát mê ca con này chanh tái bà sân chỉ mai ca cho nánh bong chất này vô có bàn tay thời tây ngày chấn mê ca nó có tha chất ấy phải chỉ thời tây ngày và bốn nơi bùa chất anh thời từ ca là những việc prey việc ấy chẳng á bong chất con vậy thà bong bà sân chỉ chứ nữa nhom xong do bà pôn nhom tới phong nhom xong do bà pôn tới phong bà sân chỉ ao nhom tới thứ hai bà pôn nhom ở tới cho muối cứ gặt cài tệ tới xa ta có pika trường có ở toàn chia tệ chẳng mê ca nó có cái thà nó sai lời tới chất anh đi bởi chất anh cái thà do có tới bán cái do tới cho chẳng mong chất cái gió bà pôn nâng tới cho mùi thua cả có bàn tay tới ọt cài tế bóng bộ tới ba mà được dạ có gió bà pôn có nâng ta làm mầm bình bình đòi xa tay nên nó bóng bộ này có thăm mũ khăn mẹn tên hơi côn có tôi nó cứ khăm cả hôm bình luôn chẳng cứ đặt chất tròn nó cứ thời tại do bà pôn mầm bình bình sọc chất bị 7 ngày nó cứ mơ tia mà đồn mà mơ bà pôn mà ấy chẳng nó hơi phẹp bà pôn thá bà sân chỉ miền ca ấy thời tây từ cột phèm phụ ăn miền nè na chỉ ti bưng để miền tập pi nè đây bà pôn đi ăn miền score nè na ăn miền nè na kê rộp an cột thì xong bay đã bong ôn cả đôi chẳng qua từ thưa ca nè nấu bà hay chỉ chất mà chăm hơi cầm lông pe mà chăm nó cứ bong pớ rồi cột hiện khoảng 3 đấy bên này thay chương mà cột chập đào bán tại dừng ở toàn độ đầy thì hơi ai đào bán ai thưa ca bán class ai prai chơi trot ai ấy chẳng á chẳng có quạt ai thu đại rồi hốt từ đó cầm lông pe đại mai ca chop quạt cho nên man tung phèm pôn là nơi cầm rô mùi nắng chẳng không cầm rô mùi nắng quạt cho nên man pram pôn là quạt cái do lôi nắng mà ao bồng pơi hai cầm lông pe nắng bong pôn pi nè đây bập pôn quạt có mơ khơi đây mà cả lại đây nắng cứ nơi nắng mà đông tua bờ rồi có anh dạy bàn thà mẹn thà po cho tông các bạn tua bờ các bạn đấy viên nơi chỉ đây băng để có bàn tay cái bao bạc cô lúa không đầm lái buôn pon đà lá mà phẳng bay pon pram miền bay pon pram được buôn pon chẳng pi nè có cái thà bờ sân chỉ có tốc lối có mình đăng thật tốc thời ấy hai mẹ thà lối có trai mình thế có bàn tay bờ sân chỉ tốc có nơi bờ tốc chua những hai thì pay việc lại những bạt vì mình toàn chỉ tận kia tận lùm tận lý đều là cái năng bông phốn chẳng có sầm đại chặt thật tinh đầy nữa tới tại tinh trang bật thôi mình đang thật cái bao rồi có dạng na thế chẳng cứ tinh tới sao mà pon cứ có tục nâng luôn tinh là bỏ ở côn pẹ hay nâng bong sấy pơi nâng có pẹ luôn ai chẳng tới hay có thà pẹ nâng cứ có ọt miên ban tật tua cầm rong ca nghe ấy tiết tế cứ có tới thưa chia mê chiếng cho môi nâng mê ca bỏ quạt vinh
Bạn này tậpបន្ទាប់ពីគាត់ចប់គម្រោងហើយគឺមេការគាត់មានគម្រោងផ្សេងទៀតអញ្ចឹងគឺគាត់ទៅធ្វើជាមួយនឹងមេជាងនឹងធម្មតាហើយបើនិយាយពីបងពៅវិញនៅពេលដែលគាត់នៅផ្ទះមានកូនដល់តែ2បងប្អូនអញ្ចឹងបើសិនជាយកទៅផ្ញើគេគឺវាត្រូវចំណាយលុយអស់ច្រើនហើយកំឡុងពេលដែលគាត់យកកូនស្រីច្បងរបស់គាត់នេះទៅផ្ញើគេគឺកូនគាត់ឈឺរហូតហើយអ្នកខ្លះទៀតប្រាប់គាត់ថាយកទៅឲ្យគេមើលគេដាក់ថ្នាំឲ្យដេកណាគេដាក់ថ្នាំឲ្យដេកទេគេដាក់នេះគេដាក់នោះគេឲ្យស៊ីនេះស៊ីនោះផ្ដេសផ្ដាស់ឲ្យកូនគេច្រើនគេមិនដឹងមើលអាណាទេអញ្ចឹងគាត់បារម្ភគាត់ថាបើយកលុយមកទៅអីបើយកមកឲ្យកូនឈឺរហូតអញ្ចឹងបងពៅហ្នឹងគាត់សម្រេចចិត្តថានៅផ្ទះក៏ប៉ុន្តែគាត់ថាកំឡុងពេលហ្នឹងវាជាឱកាសគាត់មួយទៀតវាសិតតែជាឱកាសណាបងប្អូនគាត់ថាអ្នកដែលនៅបន្ទប់ជួលគាត់ទាំងអស់សិតតែយកកូនទៅផ្ញើគេនៅក្នុងឧទាហរណ៍ថាមួយខែ$40អញ្ចឹងគាត់ថាបើសិនជាគេយកមកផ្ញើគាត់អ្នកបន្ទប់ជួលរបស់គាត់ហ្នឹងហើយជាកូនហ្នឹង4-5នាក់បូកទាំងកូនគាត់ទេថា6-7នាក់ចុះគាត់យកតែម្នាក់$30ទៅហើយគាត់នៅផ្ទះបានមើលកូនអញ្ចឹង$30 5នាក់ប្រហែលវាឃើញលុយដែរទោះបីជាមិនច្រើនដូចទៅដេក៏ប៉ុន្តែបាននៅផ្ទះហើយគាត់ថាគាត់មើលកូនគាត់និងកូនគេហ្នឹងគឺដូចតែគ្នាគាត់គ្រាន់ថាគាត់មិនមានដោះឲ្យម៉មទេគ្រាន់ថាគេមានទឹកដោះគោគេអញ្ចឹងទៅគាត់លាយឲ្យគេឲ្យកូននឹងម៉មអីចឹងទៅម៉ោងបាយបញ្ចុកអីចឹងទៅអញ្ចឹងកំឡុងពេលហ្នឹងគឺបងពៅគាត់មើលក្មេងនៅផ្ទះបន្ទប់ជួលគាត់ហ្នឹងហើយបងចិត្តទៅធ្វើការសំណងដល់ឆ្នាំ2009 2010គឺបងចិត្តគាត់ទទួលបានឱកាសការងារមួយទៀតឱកាសការងារមួយទៀតហ្នឹងគឺត្រូវម៉ៅការឲ្យអុកញ៉ាម្នាក់ដែលនៅភ្នំពេញក៏ប៉ុន្តែគាត់ធ្វើនៅម្ដុំតាខ្មៅដែលការងារនេះគឺធ្វើជាប្រភេទវីឡាដែលត្រូវចំណាយពេលប្រហែលជាខ្ទង់មួយឆ្នាំអីដែរហើយវីឡាមួយនេះបើសិនជាគាត់ធ្វើអាចនឹងចំណេញបងប្អូនខ្ញុំនិយាយថាចំណេញរហូតដោយសារតែចំនួននោះគឺគ្រឿងសំណង់អត់ទាន់ផ្អៀងផ្អងទេពេលបច្ចុប្បន្នអ្នកម៉ៅការបើសិនជាគាត់អាចនិយាយបានថាគិតពីរឿងគុណភាពខ្លាំងពេកម៉ៅអត់ចំណេញទេតែបើសិនជាគេម៉ៅគិតតែរូបរាងសម្រស់ខាងក្រៅគុណភាពផាត់ខ្លះរឹងខ្លះទុនខ្លះអាហ្នឹងគឺចំណេញតែបើជើងចាស់គាត់ធ្វើគឺគាត់គិតពីគុណភាពគ្រឹះគិតពីគុណភាពសំណង់គឺធ្វើអត់ចំណេញទេសម័យនេះពូគ្រឿងសំណង់វាដូចទឹកអាលោកចឹងអត់ថិតថេរទេអញ្ចឹងបើម៉ៅយើងឧទាហរណ៍យើងគិតគូសម្ភារៈថា$90,000ម៉ៅ$90,000យើងអាចថាចិត្តសល់ចំណេញ$10,000 $20,000គ្រឿងសំណង់ឡើងក្រឹបចូលដើម$50,000វិញក៏ថាបានដែរអាហ្នឹងអញ្ចឹងគឺពិបាកមែនតើបើសិនជាយើងដាក់ថ្លៃពេកម្ចាស់ផ្ទះគេអត់ហ៊ានទេដោយសារយើងថ្លៃពេកតែបើយើងគិតតែឆាន់ឆៃអាហ្នឹងវាទៅបានហើយធ្វើតាមលទ្ធភាពអញ្ចឹងទៅអញ្ចឹងយើងចូលមកដល់សាច់រឿងយើងវិញហើយការងាររបស់អុកញ៉ាម្នាក់ហ្នឹងក៏គាត់បានមកពីមេការគាត់ដែរមេការរបស់គាត់ដោយសារតែម៉ៅការខាតមួយកន្លែងគាត់រត់ទៅប្រទេសវៀតណាមបាត់ហើយជារឿងសោកស្ដាយហើយកំឡុងពេលហ្នឹងពេលដែលគេរកមេការគាត់ក៏ប្រាប់បន្តមកឲ្យតាក់ទងមកបង្ចិត្តក៏គាត់ព្រមទទួលការងារហ្នឹងដោយមេការគាត់ប្រាប់ថាចិត្តឯងទទួលទៅព្រោះតកែហ្នឹងគាត់ធ្លាប់ធ្វើឲ្យគាត់របៀបថាស្រួលអញ្ចឹងណាហើយគាត់អ្នកធ្វើបុណ្យធ្វើទានហើយចិត្តឯងលៃលោកគុណគូអញ្ចឹងទៅតាមអ្វីដែលខ្ញុំប្រាប់អញ្ចឹងណាហើយចាំពិភាក្សាបន្ថែមអញ្ចឹងក៏គាត់ធ្វើតាមអ្វីដែលមេការគាត់បានឲ្យជាយោបល់អីចឹងទៅក៏គាត់ធ្វើបានទទួលអញ្ចឹងកំឡុងពេលដែលគាត់ទទួលទៅធ្វើនៅខាងតាខ្មៅគាត់ត្រូវយកប្រពន្ធកូនគាត់ទៅគាត់អត់អាចត្រឡប់មកពេញវិញទេអញ្ចឹងបងពៅគាត់ឈប់មើលក្មេងៗនៅបន្ទប់ជួលហើយគឺគាត់វិចតែកូនគាត់2នាក់ប្រុស1ស្រី1ស្រីហ្នឹងអាយុខ្ទង់9ឆ្នាំ10ឆ្នាំហ្នឹងហើយកូនប្រុសមួយទៀតគឺអាយុខ្ទង់6 7ឆ្នាំឯហ្នឹងឯងអញ្ចឹងពេលដែលគាត់បានកូន2ហ្នឹងទៅធ្វើការនៅតាខ្មៅហ្នឹងបានរយៈពេល2ទៅ3ខែអាចថា3ខែទៅចោះជារឿងអកុសលដែលបានកើតឡើងគឺកូនស្រីរបស់គាត់គឺជំងឺគ្រុនឈាមដោយសារតែគាត់ធ្វើតង់គាត់អត់ទាន់បានរៀបចំស្រួលបួរទេហើយគេងនៅលើទឹកគេងនៅលើអីដាក់ប្រទេសក្តារដាក់អីចឹងណាអញ្ចឹងក៏របៀបថាគាត់គេងនៅលើទឹកនៅលើអីចឹងទៅក៏
កូនគាត់ហ្នឹងក៏ត្រូវមូខំពេលដែលត្រូវមូខំក៏គ្រុនឈាមក៏អីជំនាន់ហ្នឹងគឺគេពេញនិយមអីគឺអ្នកគ្រុនឈាមស្លាប់ច្រើនកូនគាត់មកជាបាននៅគន្ធបុប្ផារយៈពេលជាង1ខែជាអកុសលកូនក៏ស្លាប់កូនស្រីច្បងមកគាត់ដែលកំសត់កំរស៊ីអត់ស៊ីឃ្លានម្ដាយបបាក់វេទនាហ្នឹងគឺស្លាប់ថាមកយុខ្ទង់ដូចជា9ឆ្នាំបងប្អូនទាំងអស់គ្នា9ឆ្នាំអញ្ចឹងនៅកំឡុងពេលហ្នឹងគាត់បាក់ទឹកចិត្តមែនតើបងចិត្តគាត់ថាគាត់ស្ទើរតែបាត់បង់ម្ចាស់ការខ្លួនឯងណាក៏ប៉ុន្តែប្រពន្ធគាត់បងពៅគឺតែងតែលើកទឹកចិត្តទោះបីជាគាត់ពិបាកយ៉ាងណាក៏ដោយក៏ប៉ុន្តែបងពៅនៅតែនិយាយនៅតែលួងលោមគាត់នៅតែប្រាប់គាត់ឲ្យគាត់មានកម្លាំងចិត្តមកវិញបងចិត្តគាត់ថាពេលហ្នឹងគាត់ថាសឹងថាខ្លួនគាត់លែងទៅជាមនុស្សណាព្រោះថាអ្វីគ្រប់យ៉ាងគាត់រកមកដើម្បីកូនហើយកូនកំពុងតែចង់ស្អាតចង់ល្អព្យាយាមឃើញកូនស្រឡាញ់នេះស្រឡាញ់នោះចង់បានឲ្យកូនតែពេលដែលកូនឈឺគឺតាមរយៈពេលជាងកន្លះខែគឺកូនគាត់ទៅចោលគាត់បាត់ក៏ប៉ុន្តែការងារគាត់នៅតែបន្តធ្វើធម្មតាទោះបីជាយ៉ាងណាក៏គាត់ត្រូវតែធ្វើទៅតាមអ្វីដែលគាត់បានទទួលរហូតដល់ផ្ទះនឹងធ្វើបាន 50% គឺផ្ទះហ្នឹងគឺចាប់ផ្ដើមអាចនិយាយបានថាមានបញ្ហាគឺអ្វីដែលគាត់ធ្វើហ្នឹងគឺខុសបច្ចេកទេសអញ្ចឹងគឺគាត់ត្រូវវាយចោលផ្នែកមួយចំនួនដែលគាត់បានធ្វើហើយដើម្បីធ្វើសារឡើងវិញហើយម្ចាស់ផ្ទះក៏គេមិនបានប្តឹងផ្ដាល់ឬក៏អីដែរហើយបើធ្វើឡើងវិញគឺវាត្រូវលើសកុងត្រាបើន័យថាកុងត្រា9ខែធ្វើឡើងវិញអាចលើសដល់2 10ខែចូល2 10ខែឬក៏មួយឆ្នាំមួយខែអញ្ចឹងទៅតែម្ចាស់ផ្ទះដែលត្រូវជាអង្គញាហ្នឹងគាត់បានប្រាប់ថាអត់អីទេឲ្យតែធ្វើដោយអ្វីដែលគាត់ចង់បានគាត់អត់ខ្វល់រឿងពេលវេលាកុងត្រាទេប៉ុណ្ណឹងគាត់ទទួលយកបានអញ្ចឹងលុយដែលបងចិត្តថាចំណេញនេះចំនួនខ្ទង់20,000 ជាងដុល្លារហ្នឹងគឺបរាជ័យអ្វីដែលសំខាន់ទៀតនោះដីដែលគាត់បានទិញតម្លៃ$4,000ហ្នឹងគាត់ត្រូវលក់យកលុយមកបញ្ចូលនៅក្នុងគម្រោងមួយហ្នឹងដែរគាត់ថាកូនក៏ស្លាប់របស់ទ្រព្យក៏អស់សូម្បីតែខ្សែកដែលគាត់ទិញឲ្យកូនប្រុសរបស់គាត់មួយខ្សែផ្លាទីនហ្នឹងក៏គាត់ត្រូវយកទៅលក់ដើម្បីយកលុយមកបើកឲ្យកម្មករគាត់ដែរតែនៅពេលដែលមួយឆ្នាំ2ខែបានកន្លងផុតទៅគម្រោងផ្ទះហ្នឹងក៏ត្រូវបានចប់ហើយម្ចាស់គម្រោងឬក៏ម្ចាស់ផ្ទះវិឡាហ្នឹងឬក៏ភូមិគ្រឹះហ្នឹងគាត់ក៏អាចថាមានភាពស្និទ្ធស្នាលជាមួយនឹងបងចិត្តដែរហើយក៏គាត់មើលពីការខំប្រឹងហើយនឹងទំនួលខុសត្រូវរបស់បងចិត្តគាត់មានដីមួយកន្លែងនៅខាងចំចៅដែលដីហ្នឹងក្បាល10បដោយ15គាត់និយាយដឹងលេងដឹងមែនទេបងចិត្តហើយនឹងប្រពន្ធគាត់នឹងកម្មករ 4-10 នាក់ទៀតកំពុងតែអង្គុយហូបបាយពេលល្ងាចដែលជាថ្ងៃចុងក្រោយដែលគាត់នឹងចាក់ចេញពីការដ្ឋានហ្នឹងហើយគាត់បកគលផ្ទះឲ្យម្ចាស់ផ្ទះហើយក៏ជាថ្ងៃដែលគាត់ជប់លៀងបុគ្គលិករបស់គាត់ដែរហើយគាត់ក៏មិនដឹងថាមានឱកាសក្នុងការម៉ៅការទៀតទេព្រោះគាត់ខាតអស់ពីខ្លួនគាត់ម៉ៅការផ្ទះហ្នឹងហើយគឺគាត់ថាមានលុយតែ5,000 គត់នៅកប៉ាល់ហើយគាត់នៅតែសល់តាម៉ូតូអាចថាម៉ូតូរៀងគ្រាន់បើមួយចំនួនហ្នឹង0809ហ្នឹងគាត់ថាមានតែលក់ម៉ូតូហ្នឹងហើយទិញម៉ូតូចាស់រត់ដប់វិញឬក៏ទៅរកមើលធ្វើការឲ្យអ្នកណាទៀតទេអញ្ចឹងណាស្រាប់តែពេលហ្នឹងម្ចាស់ផ្ទះក៏គាត់ចូលរួមជប់លៀងថ្ងៃចុងក្រោយជាងហ្នឹងណាម្ចាស់ផ្ទះហ្នឹងក៏គាត់និយាយមួយបងចិត្តហើយនឹងប្រពន្ធបងចិត្តថាមើលចិត្តហើយប្រពន្ធចិត្តម្នេះមើលឯងសួរបន្តិចបើអញមានគាត់និយាយឯងអញអញ្ចឹងព្រោះគាត់ចំណាស់ហើយគាត់សំដីក៏អត់សូវល្អទេគាត់ថាមើលបើអញមានដីក្បាល10បដោយ15ចង់ឲ្យចិត្តឯងយកដែរអញ្ចឹងណាគាត់សួរធ្វើលេងអញ្ចឹងហើយប្រពន្ធនឹងចិត្តគាត់ធៀងភាំងស្រឡាំងកាំងដែរហើយកូនជាងគាត់ទាំងអស់នាំគ្នាស្ងាត់ព្រាតអញចង់ឲ្យចិត្តឯងអានៅចំចៅហ្នឹងបើអញលក់បានខ្ទង់ 10,000 អីដែរយ៉ាងមើលទៅ 10,000 ជាងអីដែរចិត្តឯងយកដែរគាត់ថាលោកអ៊ំអើយបើលោកអ៊ំអាណិតមេត្តាខ្ញុំឲ្យបើខ្ញុំមិនយកតើខ្ញុំយកអីគេគាត់ថាអញវាអាណិតឯងដែរអញដឹងថាឯងម៉ៅនឹងវាខាតដោយសារឯងនឹងវាថ្មីថ្មោងដែរអញដឹងហើយ
មេការចិត្តឯងហ្នឹងក៏ប្រាប់អញថាចិត្តឯងហ្នឹងមនុស្សល្អស្លូតហើយគាត់ជួននឹងមកធ្វើផ្ទះអញឲ្យកូនស្លាប់ទៀតអញនឹងវាធ្លាប់អញ្ចឹងដែរអញ្ចឹងអញនឹងវាចេះសំណោះសំណោកឥឡូវចេះទៅអញឲ្យដីនឹងចិត្តឯងទៅចិត្តឯងយកទៅធ្វើផ្ទះធ្វើសំបែងឲ្យប្រពន្ធណាឥឡូវមានលុយធ្វើផ្ទះដែរអញឲ្យដីនោះបើអត់មានលុយធ្វើផ្ទះអញអត់ឲ្យទេគាត់និយាយអញ្ចឹងណាបងចិត្តគាត់ថាលោកម្ចាស់ហើយខ្ញុំគ្មានលុយទេខ្ញុំប្រាប់លោកម្ចាស់តាមត្រង់ខ្ញុំមានតែ 5,000 ក្នុងខ្លួនគាត់និយាយអញ្ចឹងណាលោកម្ចាស់មិនជឿលុកកប៉ាខ្ញុំយកឲ្យមើល 5,000 រៀលចាប់ពីថ្ងៃហ្នឹងទៅខ្ញុំមានតែលក់ម៉ូតូទេអញ្ចឹងគាត់ថាអើយហើយក៏ពិបាកនោះពិបាកឥឡូវចេះទៅអញឲ្យដីហ្នឹងអញឲ្យ 15,000 ទៀតយកដែរគាត់ថាពេលហ្នឹងសឹងថាទុនជើងដេកនឹងដីសោចឲ្យអស់ចិត្តណារបៀបថាមិនដឹងថាគាត់និយាយលេងឬក៏និយាយមែនក៏មិនដឹងថាគាត់សម្បឹងឬក៏យ៉ាងម៉េចក៏ចប់ទៅដល់ស្អែកព្រឹកឡើងកំពុងតែរុះរោងជាងហ្នឹងដើម្បីយកឈើយកអីចេញពីដីចេញពីផ្ទះហ្នឹងអ៊ំហ្នឹងហើយនឹងមេធាវីគាត់ក៏មិនដឹងហើយនឹងប្រពន្ធគាត់លោកអុកញ៉ាហ្នឹងណាអាយុគាត់ខ្ទង់50ជាងក៏មកដល់ថាណែអានេះប្លង់ដីនេះអីធ្វើឲ្យសោយ៉ាដីអីចឹងណាគេកាត់កងគេដូរឈ្មោះដូរអីទៅចិត្តឯងយកទៅគាត់ថាពេលហ្នឹងមកគាត់ភ្លឺភ្នែកគាត់ថាអូប្រេះហើយដូចគេប្រោះហើយគាត់ថាដកលុយមកបាច់ $15,000 ប្រពន្ធគាត់ដកចេញពីកាបូបមកហុចណាស់ជាងអានេះទឹកចិត្តប្តីប្រពន្ធខ្ញុំហើយជាងឯងយកទៅធ្វើផ្ទះធ្វើអីឲ្យប្រពន្ធកូននៅទៅជាងឯងបានជួយធ្វើផ្ទះខ្ញុំណាហើយពេលមិនមកអីចាំហៅមកជួយជួសជុលបន្ថែមផងគាត់ថាពេលហ្នឹងប្រពន្ធគាត់យំរហូតបងពៅគឺយំរហូតយំអោបកូនរហូតហើយបងចិត្តហ្នឹងគាត់ថាគាត់អួលដើមកគាត់និយាយអីអត់ចាញ់គាត់ថាបានលុយនឹងមកភ្លាមជាងគាត់10នាក់គាត់ចែកម្នាក់ 20,000 រៀលទៀតបានន័យថាគាត់មានលទ្ធភាពពេលដែលអ៊ំអុកញ៉ាគាត់ជួយប៉ុណ្ណឹងណាបងចិត្តគាត់ថាចែកកូនជាងគាត់ម្នាក់ 20,000 ម្នាក់ 20,000 ឲ្យគ្នាយកទៅផ្ទះព្រោះអីគាត់ថាចាំពេលដែលគាត់មានការងារក្រោយគាត់នឹងហាយមកទៀតហើយគាត់ថាធ្វើការមួយគាត់ទោះបីជាគាត់ខាតឬក៏គាត់ចំណេញតែគាត់អត់ដើរឲ្យគេអត់ទេព្រោះគេមកធ្វើការដើម្បីគ្រួសារគេដែរអញ្ចឹងបងចិត្តក៏បានទទួលបានដី 2-3 ខែក្រោយក៏គាត់បានប្លង់គាត់បានអីមែនតែនហើយគាត់ក៏ចាប់ផ្ដើមធ្វើផ្ទះដែលគាត់ធ្វើគឺអស់ $10,000 ដោយសារតែបុកគ្រឹះនិងប្លង់សេមួយសន្លឹកហើយគាត់ថាគាត់ធ្វើបន្ទប់ខាងមុខនៅគឺមកល្មមទេដើម្បីឲ្យបងពៅនឹងគាត់លក់ដូរមុនដំបូងគាត់លក់ដូរដោយសារតែដីលោកអញ្ញាដែលឲ្យនឹងគឺវានៅទីប្រជុំជនដែរហើយបន្ទប់ខាងក្រៅគាត់ឆ្នៃបានខ្ទង់ប្រហែលជា3បន្ទប់ដើម្បីដាក់ជួលណាហើយបើនិយាយពីបងចិត្តវិញបន្ទាប់ពីធ្វើផ្ទះគាត់ហើយអ្នកដែលនៅចិត្តផ្ទះហ្នឹងគេឃើញស្នាដៃគាត់ធ្វើផ្ទះអញ្ចឹងគេហៅគាត់ម៉ៅការពីមកកន្លែងទៅមកកន្លែងពីមកកន្លែងទៅមកកន្លែងរយៈពេលឆ្នាំ 2009 2010 ហ្នឹងរហូតមកដល់ឆ្នាំ 2016 គាត់ថាធ្វើតែមកកវ៉ែផ្ទះគាត់ហ្នឹងហើយគាត់ថាធ្វើផ្ទះគេផងធ្វើផ្ទះខ្លួនឯងផងពេលចំណេញពីផ្ទះគេ 4-5,000 10,000 2-3,000 ហ្នឹងគាត់យកមកធ្វើផ្ទះគាត់បន្តរហូតដល់ឥឡូវផ្ទះគាត់ឡើង2ជាន់មានរហូតទៅដល់ជិត10បន្ទប់ជាង10បន្ទប់ថា10បន្ទប់ទីចាស់ហើយគាត់ថាប្រពន្ធគាត់ឥឡូវហ្នឹងគឺនៅខាងក្រោមហើយខាងក្រោមគឺគាត់ឈប់ជួលខ្លះដើម្បីយក space ដើម្បីនៅខ្លួនឯងហើយពេលបច្ចុប្បន្នមកដល់ឆ្នាំ 2000 អត់ទាន់ដល់បច្ចុប្បន្ននេះជាស្រ័យមកដល់ឆ្នាំ 2018 19គាត់ធ្វើផ្ទះបន្ថែមបរិចចឹងទៅហើយបងពៅដែលត្រូវជាប្រពន្ធនេះក៏គាត់លក់កាហ្វេលក់អីបន្ថែមទៀតដែរហើយកំឡុងឆ្នាំ 2018 ជារឿងមួយដែលបងប្អូនខ្លះក៏ជឿបងប្អូនខ្លះមិនជឿគឺកូនស្រីរបស់គាត់ដែលបានស្លាប់ដោយសារតែគ្រុនឈាមនៅកំឡុងឆ្នាំ 2009 ហ្នឹងគាត់ថាមកបញ្យល់សពគាត់ប្រាប់ថាម៉ាក់អើយកូនចាំម៉ាក់ឯងយូរហើយម៉ាក់ឯងយកកូនទៅនៅវិញផងហើយមកបញ្យល់សពប្រាប់បងចិត្តទៀតទៅពេលអញ្ចឹងប្រពន្ធបងចិត្តគាត់ព្រមតែក្នុងយល់សពបងចិត្តអត់ព្រមទេតែហើយគាត់ក៏អុចធូកអុចអីណាតែកូនអើយកូនឯងមកនៅមួយម៉ាក់មួយប៉ាវិញមកហើយមកជួបជុំគ្រួសារយើងវិញមកគាត់ថាប្រពន្ធគាត់មានតងន់បងពៅណាមានតងន់ហើយដល់ពេលដែលកូនស្រីគាត់កើតមកហ្នឹងគឺស្រីវិញតដែលស្រីវិញតដែលហើយមុខតដែលឆ្លាតដូចមុនអញ្ចឹងមកដល់ឥឡូវហ្នឹងគាត់មានអាយុ6ឆ្នាំហើយ7ឆ្នាំហើយមកយើងគិត2018មក
6 ឆ្នាំនឹងឯងហើយ6 ឆ្នាំអត់ដល់7 ឆ្នាំ5 ឆ្នាំជាង6 ឆ្នាំហើយកូនគាត់មួយទៀតហ្នឹងអាយុច្រើនហើយឥឡូវដូចចង់20ជាងហើយ20 ឆ្នាំហើយគាត់ថាមកដល់ពេលបច្ចុប្បន្ននេះគាត់ក៏មិនមែនទាន់ជាអ្នកមានស្ដុកស្ដំឬក៏អីដែរគ្រាន់តែគាត់មានចការនៅកំពង់ធំចំនួន10ហិកតានៅខាងស្រុកគាត់ណា10ហិកតាហើយគាត់ក៏បានទិញដីចការឲ្យមិត្តភ័ក្តិគាត់ដែលធ្លាប់ជួយគាត់មកធ្វើការឡអិតហើយនឹងឲ្យដីគាត់នៅនឹង2ហិកតាដែរក្នុងតម្លៃធូរល្មមណាស់អញ្ចឹងណាហើយគាត់នឹង10ហិកតាឲ្យមិត្តភ័ក្តិគាត់ដែលជួយគាត់នឹងជួយមើលឲ្យគាត់ទៅហើយគាត់មានផ្ទះនៅខាងម្ដុំព្រៃសរផ្ទះជួលបន្ទប់ជួលហ្នឹងគឺចំនួន20បន្ទប់ហើយផ្ទះដែលគាត់នៅបច្ចុប្បន្នហ្នឹងគឺមាន4ជាន់ហើយគាត់របៀបថាគាត់រៀបខាងក្រោមគាត់នៅខាងលើឡើងលើគាត់ជួលហើយគាត់ថានៅកំឡុងឆ្នាំ2026ខាងមុខប្រហែលជាគាត់ផ្ទះដែលគាត់នៅពេលបច្ចុប្បន្នហ្នឹងគាត់ធ្វើជួលទាំងអស់ហើយគាត់នឹងទៅនៅបែបបរិយវិញឬក៏ជាវិឡាឬក៏ជាអីដើម្បីឲ្យកូនគាត់បានរស់នៅស្រួលព្រោះអីគាត់ថាគាត់ចង់បានជីវិតមួយដែលរៀងស្រួលត្រឡប់មកវិញដោយសារគាត់តស៊ូឆ្អែតជាមួយនឹងប្រពន្ធគាត់ជាមួយនឹងកូនគាត់សពគ្រប់បែបយ៉ាងហើយឥឡូវនេះក៏គាត់បានធ្វើការធ្វើអីបែបខាងរាជការខាងអីដែរហើយក៏គាត់លែងម៉ៅការដែរគាត់ធ្វើជាអ្នកលក់ឡានលក់អីចឹងណាគាត់មានការ៉ាស់បងការ៉ាស់ប្អូនការ៉ាស់អីដែលស្គាល់ចឹងទៅហើយនឹងមួយទៀតតកតងទៅនឹងរឿងបងប្អូនសាច់ញាតិគាត់នៅស្រុកគាត់ថាគាត់អត់ដឹងមិនទេឲ្យតែពេលដែលគាត់បើកចិត្តក្នុងការទទួលយកការរាប់អានពីបងប្អូនសាច់ញាតិវិញគាត់មានអារម្មណ៍នឹកឃើញដល់ពេលដែលប្រពន្ធគាត់អត់បាយហូបគាត់នឹកឃើញដល់ពេលដែលគាត់ដើរសុំអង្គគេឲ្យប្រពន្ធគាត់ហូបពេលដែលប្រពន្ធគាត់ទងន់ណាគាត់ថាឲ្យតែពេលដែលគាត់រៀបបើកចិត្តទទួលយកការរាប់អានគឺគាត់តែតែនឹកឃើញប្រពន្ធគាត់ថាបងអើយយើងកាត់ចិត្តទៅហើយយើងកុំគិតអីយើងធម្មតាទៅយើងរាប់អានទៅប្រពន្ធគាត់អត់អីទេពេលដែលគាត់ទៅស្រុកគាត់ប្រពន្ធគាត់ទៅផ្ទះគាត់លេងអីចឹងណាហើយក៏ទៅផ្ទះខាងសាច់ថ្លៃអញ្ចឹងទៅបងពៅគាត់ទៅទាំងសងខាងតែបងចិត្តគឺគាត់អត់ទៅទាំងពីរពេលដែលគាត់ទៅដល់ដីចការគាត់គឺនៅចការគាត់មានផ្ទះបែបលំហែមួយអញ្ចឹងគឺគាត់នៅនឹងហើយក៏អត់ទៅគាត់ទៅលេងផ្ទះមិត្តភ័ក្តិលេងផ្ទះអីតែក៏អត់ដែរទៅផ្ទះគាត់ទេគាត់ឈប់ទៅហើយក៏ផ្ទះខាងម្ដាយក្មេកក៏គាត់អត់ទៅដែរឲ្យតែពេលដូចគាត់និយាយអញ្ចឹងគាត់ថាពេលដែលគាត់បើកចិត្តទទួលយកការរាប់អានគាត់តែងតែទទួលបានអារម្មណ៍មួយកាលពី20 ឆ្នាំជាងមុននៅពេលដែលគាត់ដើរសុំអង្គគេទាំងយប់កដាត្រៀតដើម្បីដាំបបរដាំបាយឲ្យប្រពន្ធហូបពេលប្រពន្ធទងន់គាត់នឹកឃើញពេលដែលមិត្តភ័ក្តិរបស់គាត់ឲ្យលុយគាត់ជិះឡានពេលដែលគាត់នឹកឃើញដល់អ្នកដតីដែលគេទិញសម្ភារៈប្រើប្រាស់ឲ្យគាត់ឲ្យប្រពន្ធគាត់និយាយទៅគឺគាត់នឹកឃើញរឿងរ៉ាវទាំងអស់ហ្នឹងក៏អត់មានការអធិស្ឋានក្នុងការលើកលែងទោសឲ្យទេហើយក៏គាត់មិនដែលហាមកូនហាមប្រពន្ធថាមិនឲ្យទៅគឺទៅចោះតែសម្រាប់គាត់មួយគឺគាត់អត់អាចធ្វើចិត្តបានទេអញ្ចឹងសម្រាប់បងប្អូនយល់ឃើញយ៉ាងណាចំពោះការគិតរបស់បងចិត្តហើយជាមនុស្សប្រុសជាមេគ្រួសារមួយដែលរឹងមាំបំផុតនៅក្នុងគ្រួសារមានតែភាពតស៊ូអត់ធ្មត់ហើយនឹងស្មោះត្រង់ចំពោះប្រពន្ធកូនគ្រប់បែបយ៉ាងរហូតដល់ទទួលបានឱកាសហើយក៏មានដល់ថ្ងៃហ្នឹងអញ្ចឹងណាអានេះវាជាគំរូនឹងការគិតពិចារណាមួយដែលបងប្អូនគួរតែយកទៅគិតមិនថាឲ្យបងប្អូនតាមគេយកជីវិតគេទៅប្រៀបធៀបខ្លួនឯងទេតែពេលខ្លះយើងក៏អាចនឹងរៀនសូត្របានពីគាត់ខ្លះដែរអញ្ចឹងសម្រាប់បងប្អូនមានមតិយោបល់ហើយនឹងអ្វីដែលត្រូវបញ្ចេញឬក៏ចែកម្លែកបងប្អូនអាចចែកម្លែកនៅខាងក្រោមបានសម្រាប់ខ្ញុំអត់មានអីបន្តទៀតទេមានតែប៉ុណ្្នឹងសម្រាប់សាច់រឿងមួយហ្នឹងអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងមួយផងដើម្បីបងប្អូនទទួលបាននៅសាច់រឿងថ្មីលឿនមុនពេលបន្ទាប់ពីដែលខ្ញុំអាប់ឡូតទៅអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងសាច់រឿងថ្មីបន្តទៀត